អគិភ័យឆាបឆេះអាហារដ្ឋានកញ្ញាពេជ្រចរណៃអស់សម្ភារៈខាងក្នុងស្ទើរតែទាំងស្រុងភ្នំពេញអគិភ័យបានឆាបឆេះអាហារដ្ឋានដែលមានស្លាកយីហោពេជ្រចរណៃខូចខាតសម្ភារៈមួយចំនួនធំកាលពីវេលាម៉ោង 8:40 នាទីយប់ថ្ងៃទី 18 ខែមិថុនាឆ្នាំ 2025 ស្ថិតនៅចំណុចផ្លូវលេខ 616 ផ្លូវកែង 313 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុគេបានធំក្លិនផ្សែងចេញពីក្នុងហាងមុខខាងក្រៅទើបពេលនោះគេនាំគ្នាដើរទៅមើលនៅចំណុចហាងកើតហេតុក៏ស្រាប់តែឃើញមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីសុំការអន្តរាគមន៍បន្ទាប់ពីទទួលបានដំណឹងនេះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់រហូតគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង 9:20 នាទីយប់ថ្ងៃខែឆ្នាំដដែលចំពោះការខូចខាតសម្ភារៈដែលមាននៅក្នុងហាងត្រូវបានឆេះស្ទើរតែទាំងស្រុងប៉ុន្តែមិនមានការរាលដាលដល់ផ្ទះអ្នកជិតខាងនិងគ្រោះថ្នាក់ដល់មនុស្សទេមូលហេតុសមត្ថកិច្ចក៏កំពុងតែធ្វើការស្រាវជ្រាវ